បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទបានមកចែករំលែកពីដើមប្រទាលកន្ទុយក្រពើបងប្អូនយកមកធ្វើថ្នាំព្យាបាលជំងឺទី1ពីបញ្សាបជាតិពុលនៅក្នុងថ្លើមទី2ច្រានជាតិអាស៊ីតនៅក្នុងក្រពះទី3រលាក់ក្រពះពោះវៀនរ៉ាំរ៉ៃទី4ដំបៅក្រពះធ្ងន់ធ្ងរទី5ខ្លាញ់រុំបេះដូងទី6ជួយលាងសារធាតុគីមីចេញពីក្នុងខ្លួនរបស់យើងឲ្យបានស្អាតតែម្ដងទីធ្វើថ្នាំវិញម្ដងយកធាងកន្ទុយក្រពើចំនួន1ធាងធំណាបងប្អូនបន្ទាប់មកបកសម្បកធាងកន្ទុយក្រពើកោសយកតែសាច់របស់វាទេណាបងប្អូនរួចយកមកក្រឡុកឲ្យម៉ត់ពេលទទួលទានដាក់ទឹកឃ្មុំ1ស្លាបព្រាបាយផងធ្វើម្ដងហូបម្ដងឲ្យអស់ណាបងប្អូនមួយថ្ងៃទទួលទានតែ2ដងទេព្រឹក1ដងល្ងាច1ដងព្យាយាមទទួលទានចាប់ពី3ដល់5ថ្ងៃអាការៈជំងឺពុកម៉ែបងប្អូនដោយខ្ញុំរៀបរាប់នៅខាងលើគឺបានជាធូរស្បើយជាពំខានមិននឹកស្មានថាដើមប្រទាលកន្ទុយក្រពើយកមកធ្វើថ្នាំពូកែស័ក្តិសិទ្ធិដំឡើងសោះបងប្អូន